ថាអ្នកដំណើរអាកាសយានិកទាំងអស់នៅលើយន្តហោះបានស្លាប់ប៉ុន្តែក្រោយមកប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាលបានរាយការណ៍ថាទូរទស្សន៍រដ្ឋបានបន្តថាមនុស្ស38នាក់បានស្លាប់ភ្លាមនិងមនុស្ស10នាក់បានរងរបួសនិងត្រូវបានបញ្ជូនទៅកម្មមន្ទីរពេទ្យក្នុងស្ថានភាពរបួសធ្ងន់ធ្ងរដែលអាជ្ញាធរអាកាសចរស៊ីវិលបានដឹងថាអ្នកដំណើរទាំងអស់រួមមានទារក2នាក់និងកុមារ3នាក់ក្រោមអាយុ12ឆ្នាំប្រភពព័ត៌មានដដែលបានអះអាងថាអ្នកបើកបរយន្តហោះបានរកឃើញថាមានបញ្ហាបច្ចេកទេសក្នុងរយៈពេល4នាទីបន្ទាប់ពីយន្តហោះបានហោះឡើងនិងព្យាយាមបត់ត្រឡប់ទៅព្រលានយន្តហោះវិញប៉ុន្តែយន្តហោះម៉ាស៊ីនពីរនេះបានធ្លាក់នៅលើផ្លូវមួយភ្លាមអនុរដ្ឋមន្ត្រីក្រសួងនេះគ្រាន់តែតាក់ទងនឹងរឿងសន្តិសុខឯកជនមួយនៅខាងមន្ទីរពេទ្យរុស្ស៊ីទេហើយដែលធ្វើឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋគាត់នៅទីនោះតែម្ដងដោយសារគាត់ចង់ដឹងថាហេតុអីបានជាទៅវាយអ្នកសារព័ត៌មានចា៎បាទពួកគាត់គ្មានអាវុធទេបាទគ្មានអាវុធទេមានតែកាមេរ៉ាបាទអញ្ចឹងគាត់កាលណាបើសិនជាគាត់អះអាងពីភាពត្រឹមត្រូវរបស់គាត់បែបណាក៏ដោយបាទប៉ុន្តែនៅពេលនេះអ្នកគួរឃើញហើយថាកាមេរ៉ាថតព័ត៌មានក៏មាន logo ចា៎បង្ហាញហើយទៅថតផ្សាយរឿងបំពេញអីបាទអានឹងនិយាយមកបាទខ្ញុំអត់ទៅកាន់ជើងថាជាក្រុមការងាររបស់ខ្លួនឯងទៅកាន់ជើងប៉ុន្តែឥឡូវយើងនិយាយពិតទាំងអស់គ្នាហើយយប់មិញខ្ញុំទៅដល់កន្លែងខណ្ឌរហូតដល់ម៉ោង 2:10 ដើម្បីជជែកខ្ញុំចង់ដឹងទាំងសងខាងព្រោះឥឡូវលោកស្រីកើតផូលីគាត់ថាខាងក្រុមអ្នកសារព័ត៌មានខ្ញុំនេះម្នាក់ឯងនេះគឺចូលទៅដល់ចងេងចងាងហើយធាក់គាត់ហើយដឹងអីទៅធាក់គាត់ដំបងចាឲ្យទៅបានតែព័ត៌មានទៅចាបាទអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់គឺសិទ្ធិសេរីភាពនៃសារព័ត៌មានអ្នកអាចលាក់បាំងបានប៉ុន្តែបើដឹងដល់អ្នកសារព័ត៌មានគេថតក្នុងរូបភាពណាក៏ដោយឲ្យតែបានថារូបភាពព្រឹត្តិការណ៍នឹងកើតឡើងមែនបាទបើសិនជាថាថតមិនបានយកមិនបានអានឹងរឿងមួយផ្សេងប៉ុន្តែថាដឹងហើយឮហើយឃើញហើយថតផ្សាយអានឹងអត់ថាអ្នកឯងលាក់ប៉ុណ្ណាទេបាទអត់កម្បាំងរបស់អ្នកមែនប៉ុន្តែវាដឹងដល់អ្នកសារព័ត៌មានដឹងគេយកបានដោយរូបភាពណាបាទអានឹងសាច់របស់គេតែបើសិនជាអ្នកឯងចង់មកវាយគេបង្កើតអំពើហិង្សានៅកន្លែងនោះនឹងអារឿងរបស់អ្នកឯងទទួលតាមទោសផ្លូវច្បាប់បាទអានឹងចង់ប៉ុណ្ណឹងបាទយើងចង់បកវែកញែកហេតុផលកន្លែងនៅកើតហេតុនោះតែម្ដងអញ្ចឹងបើសិនមិញទោះបីសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុព្រឹត្តិការណ៍ដែលអំពើហិង្សាគ្រោះថ្នាក់ជាក់ស្ដែងនៅកន្លែងនោះក៏ដោយប៉ុន្តែមិនត្រូវបានភាគីខាងលោកសមៀនថ្នាក់ដឹកនាំពីលើប្រធានបង្ខំបានមកដល់ខាងប៉ូលីសខណ្ឌចំការមនបាទប៉ុន្តែយើងដឹងស្រាប់ហើយធម្មតាទេចំនួនដែលកើតឡើងគឺពាក្យពេចន៍អសរោះរៀងខ្លួនច្បាស់ជាកើតឡើងហើយប៉ុន្តែពាក្យសម្ដីរឿងមួយផ្សេងតែអ្វីដែលអ្នកដៃដល់ដែលបានឲ្យកើតឡើងនៅទៅលើភាគីមួយខាងទៀតអានឹងត្រូវតែទទួលហើយបាទអញ្ចឹងការប្រមាថការទៀនបាទតែរឿងប៉ុណ្ណឹងហើយមិនបាច់ចាំចង្អុលថាមិនបាច់ឲ្យថតទេបាទថតបានស្អីគេបាទមិនបានស្អីគេអានឹងចាំបើថារឿងរ៉ាវអីវាខុសការពិតអាម៉េចសូមយើងមកបញ្ជាក់មកអាហ្នឹងតែប៉ុណ្ណឹងទេបាទឥឡូវនេះខ្ញុំចង់បញ្ជាក់ប៉ុណ្ណឹងទេដោយសារតែម្សិលមិញនេះមានការភ្ញាក់ផ្អើលហើយដោយប្រព័ន្ធព័ត៌មានក៏បានផ្សព្វផ្សាយដែរបាទហើយឥឡូវសិលមិញនេះវារបួសមិនធ្ងន់ប្រហែលនេះបាទមិនធ្ងន់ធ្ងរប្រហែលនេះប៉ុន្តែដោយសារតែការរឹងរូសមិនព្រមបញ្ចប់បញ្ហាដោយភាគីម្ខាងថាខ្លួនឯងត្រូវទៀតបាទអ្នកបែកក្បាលនេះថាត្រូវទៀតបាទអញ្ចឹងបញ្ហាវានៅបញ្ហាតំណឹងតែឥឡូវនេះយ៉ាងណាក៏ដោយខាងភាគីខាងហងមាសជាពិសេសគឺបុគ្គលឈ្មោះលេងវណ្ណសុធារួមជាមួយនឹងក្រុមគ្រួសារគាត់សម្រេចថាដកពាក្យបណ្ដឹងហើយរឿងបណ្ដឹងអាជ្ញារបស់តុលាការនឹងជារឿងរបស់ផ្លូវច្បាប់ហើយតែដោយសារតែខាងភាគីព្យាបាលរងរបួសចា៎រួមជាមួយនឹងកាមេរ៉ារបស់ខាងខ្ញុំនេះខូចមួយដែរដោយសារតែគាត់វាយចា៎បាទនេះយើងខ្ញុំពេលដែលទៅយប់មិញនេះក៏មានការសម្របសម្រួលសុខចិត្តថាបញ្ចប់ខាងយើងចេះប៉ុន្តែរឿងរាជអាជ្ញាបន្តអីយ៉ាងម៉េចយើងអត់ដឹងទេទៅរឿងរបស់គាត់ណាតែយើងបានបញ្ចប់ទៅហើយ